ចង់ត្រឡប់ទៅផ្ទះទោះបីទៅដល់ទីណាហើយទីកន្លែងនោះស្រស់ស្អាតយ៉ាងណាក៏នៅតែនឹកផ្ទះកំសត់ដែលធ្លាប់រស់នៅជានិច្ចព្រោះផ្ទះកំសត់នោះជាកន្លែងដែលបង្កើតអនុស្សាវរីយ៍ច្រើនរាប់មិនអស់របស់គ្រួសារខ្ញុំដើម្បីជួយគ្រួសារឲ្យមានជីវភាពល្អប្រសើរសុខចិត្តចាកចេញពីផ្ទះដែលធ្លាប់រស់នៅសុខចិត្តឃ្លាតម៉ែឪដែលធ្លាប់នៅក្បែរសុខចិត្តចោលចំការស្រែដែលធ្លាប់ធ្វើនិងសុខចិត្តឃ្លាតមនុស្សដែលខ្លួនឯងស្រឡាញ់បែរខ្នងដើរចេញទៅទាំងបេះដូងខ្ទេចខ្ទោងជាមួយនឹងដំណក់ទឹកភ្នែកដែលលួចហូរមិនចង់ឲ្យអ្នកណាដឹងខំប្រឹងលើកដៃលាអ្នកមានគុណលាបងប្អូនលាស្រុកកំណើតដើម្បីទៅធ្វើជាពលករនៅស្រុកគេមនុស្សនៅក្នុងโลกនេះតើអ្នកណាដែលចង់ឃ្លាតពីគ្រួសារអ្នកណាដែលចង់ចាកចេញពីស្រុកកំណើតដែលខ្លួនឯងធ្លាប់រស់នៅគឺគ្មានឡើយតែដើម្បីជីវិតសុខចិត្តឃ្លាតទៅឆ្ងាយសែនឆ្ងាយឃ្លាតទាំងអាឡោះអាល័យជាទីបំផុតមករស់នៅយ៉ាងកំសត់ម្នាក់ឯងពុកអើយម៉ែអើយជីវិតជាពលករធ្វើការយកប្រាក់ខែនៅស្រុកគេនេះមិនងាយស្រួលទេបើប៉ះថៅកែចិត្តបុណ្យក្រនបន្តិចតែបើប៉ះថៅកែចិត្តចោលគឺវេទនាណាស់កេណ្ឌប្រវាញ់កម្លាំងពលកម្មធ្វើការហួសកំណត់ជេរស្ដីព្រឹកល្ងាចហើយមិនចង់បើកប្រាក់ខែឲ្យទៀតតែកូនខំប្រឹងអត់ធ្មត់សង្កត់ចិត្តតស៊ូពុះពៀគ្រប់ឧបសគ្គទោះបីឈឺយ៉ាងណាក៏នៅតែតស៊ូវាលូនក្រាបទៅធ្វើការក៏ព្រោះតែដើម្បីគ្រួសារឃើញកូនញញឹមឃើញកូនសើចឃើញកូនស្លៀកពាក់ស្អាតបាតនេះគ្រាន់តែជាការសម្ដែងបង្ហាញតាមបណ្ដាញសង្គមតែប៉ុណ្ណោះព្រោះមិនចង់ឲ្យពុកម៉ែដឹងថាកូនលំបាកមិនចង់ឲ្យពុកម៉ែដឹងថាកូនឈឺខំប្រឹងធ្វើទឹកមុខដូចសុខសប្បាយណាស់តែនៅពីក្រោយខ្នងនៃស្នាមញញឹមរបស់កូនគឺមានដំណក់ទឹកភ្នែកច្រើនដំណក់ដែលស្រក់គ្មានអ្នកណាដឹងធ្វើការបានប្រាក់ខែតែមិនដែលហ៊ានចាយវាយអ្វីផ្ដេសផ្ដាស់សុកចិត្តត្បិតត្បៀតស៊ីអត់ស៊ីឃ្លានពេលខ្លះកូនហត់នឿយខ្លាំងណាស់កូនខ្វះភាពកក់ក្ដៅកូនរស់នៅជាមួយនឹងភាពឯកាកូននឹកពុកនឹកម៉ែនឹកស្រុកនឹកស្រែនឹកផ្ទះដែលធ្លាប់នៅជុំគ្នានឹកគ្រប់ពេលវេលាតែព្យាយាមយកការងារមករារាំងការនឹករលឹកកូនពិតជាចង់ត្រឡប់ទៅផ្ទះយើងវិញណាស់ព្រោះផ្ទះយើងមានពុកមានម៉ែមានបងមានប្អូនកូនចង់រស់នៅក្បែរពុកក្បែរម៉ែកូនចង់បានភាពកក់ក្ដៅពីពុកម៉ែដូចមុនគ្មានទីកន្លែងណាដែលមានភាពកក់ក្ដៅដូចផ្ទះយើងដែលមានពុកមានម៉ែនៅជុំគ្នាឡើយស្រុកគេទំនើបណាស់មានផ្ទះវិឡាអាគារខ្ពស់ខ្ពស់ប្រជាជនគេរស់នៅសម្បូរសប្បាយទីក្រុងក៏ស្រស់ឆើតឆាយតែចិត្តកូនពេលខ្លះបែរជាមិនសប្បាយជាមួយនឹងសម្រស់ដ៏ស៊ីវិល័យនៃទីក្រុងនេះសោះព្រោះកូនមិនមែនមកដើម្បីសប្បាយត្រេកត្រអាលនឹងភាពហឺហារបស់ប្រទេសគេនេះទេកូនមកទីនេះគឺមានឈ្មោះថាជាពលករដែលយកកម្លាំងមកធ្វើការដើម្បីដូរយកប្រាក់ជួយលើកស្ទួយគ្រួសារតែប៉ុណ្ណោះ
ដូច្នេះគ្មានហេតុផលអ្វីដែលកូនត្រូវបណ្ដោយចិត្តឲ្យងប់ងល់នឹងភាពលោឆាយរហូតដល់ភ្លេចខ្លួនថាជាពលករខ្មែរមានពុកមានម៉ែដែលរងចាំប្រាក់ខែនៅឯស្រុកនោះទេទីក្រុងទំនើបដល់ម្លឹងក៏ដោយក៏កូននៅតែចង់ត្រឡប់ទៅផ្ទះព្រោះទីនេះមិនមែនជាស្រុកកំណើតដែលកូនកើតទីនេះមិនមែនជាផ្ទះដែលកូនធ្លាប់រស់នៅទីនេះគ្រាន់តែជាកន្លែងដែលកូនស្នាក់នៅបណ្ដោះអាសន្នដែលជ្រកក្រោមផ្លាកសញ្ញាសម្គាល់ខ្លួនថាពលករពលករនីឆ្លងដែនតែប៉ុណ្ណោះទោះបីផ្ទះយើងតូចគ្រួសារយើងក្រតែយើងបានរស់នៅជុំគ្នាយ៉ាងរីករាយបានឃើញមុខពុកម៉ែរាល់ថ្ងៃបានឮសំឡេងពុកម៉ែទូនមានព្រានប្រដៅរាល់ថ្ងៃហើយពេលកូនពិបាកចិត្តមានពុកមានម៉ែនៅក្បែរផ្ដល់ភាពកក់ក្ដៅលួងលោមលើកទឹកចិត្តតែពេលកូននៅឆ្ងាយផ្ទះឆ្ងាយស្រុកឆ្ងាយស្រែឆ្ងាយពុកឆ្ងាយម៉ែទើបដឹងថាជីវិតដែលឯការស់នៅម្នាក់ឯងគឺពិតជាពិបាកណាស់ព្រោះពេលកើតទុក្ខក៏កើតទុក្ខតែម្នាក់ឯងពេលយំក៏យំតែម្នាក់ឯងពេលឈឺក៏ឈឺតែម្នាក់ឯងមិនហ៊ានសូម្បីតែប្រាប់ទៅអ្នកផ្ទះថាខ្លួនឯងពិបាកខ្លួនឯងឈឺព្រោះមិនចង់ឲ្យបារម្ភខិតខំធ្វើការមិនថាយប់មិនថាថ្ងៃទោះបីក្តៅរងាយ៉ាងណាក៏តស៊ូធ្វើស្ទើរតែខ្សែជីវិតទៅហើយតើអ្នកណាខ្លះដែលមិននឹកផ្ទះហើយអ្នកណាខ្លះដែលមិនចង់នៅក្បែរពុកម៉ែដឹងទេជីវិតកូនដែលរស់នៅឆ្ងាយពីពុកម៉ែគឺពិតជាឯកាខ្លាំងណាស់កូននឹកពុកនឹកម៉ែកូនចង់រស់នៅក្បែរពុកម៉ែរហូតនៅក្នុងគ្រួសារមានរឿងរ៉ាវជាច្រើនកើតឡើងទាំងរឿងសប្បាយរីករាយទាំងរឿងកំសត់ស្រក់ទឹកភ្នែកដែលបង្កើតបានជាស្លាកស្នាមអនុស្សាវរីយ៍ផ្អែមល្វីងជូរចត់ច្រើនរប់មិនអស់ដកជាប់នៅក្នុងបេះដូងរបស់កូនផ្ទះគឺជាកន្លែងដែលផ្ដល់ជីវិតដំបូងបង្អស់ដល់ខ្ញុំជាកន្លែងដែលពោពេញដោយស្នាមញញឹមជាកន្លែងដែលមានការជួបជុំជាកន្លែងដែលរួមសុខរួមទុក្ខហើយក៏អាចនិយាយបានថាជាកន្លែងដែលមិនអាចបំភ្លេចបានផ្ទះគឺជាកន្លែងដើមដែលមិនសូវល្អមិនសូវស្អាតមិនធំនិងមិនមានទ្រព្យសម្បត្តិច្រើនតែជាកន្លែងដែលមានភាពកក់ក្ដៅបំផុតព្រោះជាកន្លែងដែលកើតឡើងដោយទឹកចិត្តមេត្តានិងមនោសញ្ចេតនាគឺការស្រឡាញ់អាណិតផ្ទះជាកន្លែងដែលធ្លាប់ឮសំឡេងពោលស្ដីអប់រំទូនមានព្រានប្រដៅសំឡេងហៅរោគសំឡេងដាស់ឲ្យក្រោកកុំឲ្យស្ពឹកក្រើនរំលឹកល្ងាចព្រឹកហៅឲ្យហូបបាយហៅឲ្យងូតទឹកកូនពិតជានឹកសំឡេងនោះខ្លាំងណាស់ផ្ទះជាកន្លែងដែលយើងគេងជុំគ្នាហូបចុកជាមួយគ្នាសើចសប្បាយជាមួយគ្នាធ្វើការងារជាមួយគ្នាមានហូបខ្វះហូបជាមួយគ្នាហើយមិនដែលនឹកនាថាខ្លួននឹងឃ្លាតពីគ្រួសារដ៏កំសត់នេះឡើយផ្ទះជាកន្លែងដែលមានពុកមានម៉ែនៅក្បែរថែរក្សាពុកធ្វើស្រែចម្ការម៉ែធ្វើម្ហូបអាហារកូនទៅសាលាល្ងាចឡើងកាលណាយើងជួបជុំគ្នាឮតែសំឡេងសើចសប្បាយក្អាកក្អាយពេញក្នុងផ្ទះកូនចង់ត្រឡប់ទៅផ្ទះកូននឹកណាស់នឹកពុកនឹកម៉ែនឹកបងនឹកប្អូននឹកអ្វីគ្រប់យ៉ាងដែលធ្លាប់កើតឡើងនៅក្នុងគ្រួសារនោះគ្រួសារគឺជាកន្លែងដើមដែលស្ថិតនៅក្នុងការចងចាំរបស់ខ្ញុំអត្ថបទសំនៀង
ដួងចិត្តស្រីមិនគួរយកជាប្រពន្ធកូនប្រុសមានម្ដាយរឿងគូស្រកររបស់កូនម៉ែមិនចង់លូកដៃចូលទៅជ្រៀតជ្រែកកូនទេតែម៉ែគ្រាន់តែចង់ណែនាំកូនខ្លះអំពីមនុស្សស្រីដែលកូនមិនគួរយកមកជាគូអនាគតម៉ែដឹងថាមនុស្សយើងគ្មាននរណាល្អឥតខ្ចោះទេតែក៏មិនចង់ឲ្យកូនយកមនុស្សស្រីអាក្រក់ពេកដែរបើមិនបានល្អឥតខ្ចោះទេសូមត្រឹមតែប្រហាក់ប្រហែលម៉ែក៏បានដែរណាកូនមនុស្សស្រីចូលចិត្តអេចអូចនិយាយដើមគេចាក់ចុចអុចអាឆ្កឹះឆ្កៀលឲ្យគេឆ្លុះទោសតែងគ្នាកូនប្រុសម្ដាយមិនគួរយកជាភរិយាឡើយមនុស្សស្រីមិនចេះស្រឡាញ់ឪពុកម្ដាយមិនមានចិត្តកតញ្ញូចូលចិត្តដើរលេងផ្លិតផ្លើនផ្លិចមុខផ្លិចក្រោយសម្បូរដោយល្បិចកលមកយា100ជពូពូកែភូតភោកុហកបោកប្រាស់មិនស្គាល់ចាស់មិនស្គាល់ទុំមិនចេះសមរម្យរឹកពីឆ្មាំងឆ្មៃស្រីទាំងអស់នេះកូនក៏មិនគួរយកជាភរិយាដែរមនុស្សស្រីមានសម្រស់ឆើតឆាយខ្លាំងពេកសម្បូរបរោះចំរោមស្រឡាញ់ច្រើនអាងមានសម្រស់ចូលចិត្តដើរតាក់ទាញរីមុនស្នេហ៍ដាក់មនុស្សប្រុសមិនរើសមុខចូលចិត្តដើរលេងយប់ប្រលប់រំច្រៀងស៊ីផឹកចាយលុយខ្ជះខ្ជាយមិនចេះស្រឡាញ់ខ្លួនបណ្ដែតបណ្ដោយឲ្យបរោះទាំងឡាយប៉ះពាល់បានដោយសេរីនិងមិនចេះទុកដាក់ថែរក្សាទ្រព្យសម្បត្តិមនុស្សស្រីបែបនេះបើកូនយកមកជីវិតនឹងរលាយរលត់មិនខានមនុស្សស្រីដែលឲ្យតម្លៃទៅលើតែសម្ភារៈនិយមហឺហាស៊ីវិល័យស្រឡាញ់តែមាសប្រាក់ជាងទឹកចិត្តជាពិសេសស្ត្រីដែលឈ្មោះថាជាប្រពន្ធគេកូនក៏មិនគូគិតដល់ដែរនិងមនុស្សស្រីដែលពូកែផឹកស្រាដូចប្រុសពូកែឆ្លុះទោះតែងពូកែលេងល្បែងស៊ីសងពូកែដើរលេងមិនគិតកូនមិនគិតប្តីស្ត្រីទាំងអស់នេះបើអាចជិះបានកូនគួរតែជិះកូនជាកម្លាំងចិត្តម៉ែនៅក្រោមសូរសែងនៃដួងព្រះសុរិយាទោះបីជាក្តៅខ្លាំងយ៉ាងណាក៏ម៉ែនៅតែអាចញញឹមចេញមកបានដើម្បីកូនម៉ែមិនដែលរៀតថយនឹងការងារគ្រប់យ៉ាងឡើយកម្លាំងកាយរបស់ម៉ែខ្សោយមែនពិតតែម៉ែមានកម្លាំងចិត្តជួយជំរុញពីក្រោយឲ្យម៉ែធ្វើដំណើរទៅមុខកម្លាំងចិត្តរបស់ម៉ែនោះគឺកូនគឺជាថ្នាំកម្លាំងដែលធ្វើឲ្យម៉ែមានកម្លាំងនឹងពុះពៀធ្វើការងារមិនខ្លាចនឿយហត់ចំណូលជីវិតបក់បោស្ទើរតែទប់មិនឈ្នះតែម៉ែប្រឹងជំនះយកឈ្នះខ្យល់ព្យុះជីវិតនេះឲ្យបានដើម្បីត្រួសត្រាយផ្លូវឲ្យកូនដើរទៅរកអនាគតដែលភ្លឺចែងចាំងម៉ែអវិជ្ជាតែម៉ែមិនព្រមឲ្យកូនរបស់ម៉ែអវិជ្ជាដូចម៉ែឡើយម៉ែនឹងទាញកូនឲ្យផុតពីសោកនាដកម្មជីវិតនៃភាពល្ងិតល្ងងខ្លាំងនេះទោះបីម៉ែត្រូវអាសាច់សម្រក់ឈាមក៏ម៉ែហ៊ានធ្វើដើម្បីកូនដែរម៉ែអាចស្លាប់បិទភ្នែកមិនចិត្តបើសិនជាម៉ែមិនទាន់ជួយកូនឲ្យបានឃើញកោះឃើញត្រាយជីវិតរបស់ម៉ែនឹងរស់គ្មានន័យបើសិនជាម៉ែរងសេចក្តីសុខប្រគល់ឲ្យកូនមិនបានប៉ុន្តែជីវិតម៉ែនឹងរីកស្រស់ដូចផ្កានៅពេលណាដែលម៉ែឃើញកូនរបស់ម៉ែមានអនាគតភ្លឺស្វាងថ្ងៃក្តៅភ្លៀងផ្គររន្ទះខ្យល់ព្យុះមិនមែនជាឧបសគ្គសម្រាប់ម៉ែឡើយអ្វីដែលជាឧបសគ្គសម្រាប់ម៉ែគឺកូនដែលមិនយល់ចិត្តម៉ែកូនដែលមិនឃើញពីតម្លៃរបស់ម៉ែវាជាឧបសគ្គដែលធ្វើឲ្យម៉ែគ្មានកម្លាំងនឹងតតាំងទៅមុខទៀតដូច្នេះកូនកុំធ្វើការខិតខំប្រឹងប្រែងរបស់ម៉ែខ្លាយជាឥតន័យឲ្យសោះណាកូនមានតែអន់ចិត្តទេដែលកូនកើតមកនៅក្នុងត្រកូលអ្នកស្រែ
Côn để kết thật mà kê tế để côn cạt một trong mai nẹ cỏ mai mình miền lôi tên rồi bỏ lọ brand ấy côn tại mai miền sạch đây sờ lạnh bật bạc con mình lẹ bột bạc côn ấy côn mai sốc chất ngầu ngất không bạch chụp bọt tại mai trong ai anh ai cột rồi bỏ côn bàn phơi xoa mai sốc chất nơi hot roll ngày tại mai trong ở ngày mục côn bàn sạch đây sốc sùn khôn pan rồi bỏ mai anh mình xa xâm liệu bồng bẹ rồi bỏ mai anh mình lọ cai vì ca rồi bỏ mai anh mình tuân khôn tai bẹ đô rồi bỏ mai sát lọ nâng tuân khôn trên này chụp phù côn xâm đây rồi bỏ mai anh mình phải rút đôi mai kê đợt tây chế sẽ đây bật đào bật là nghi ta vậy để mai này gì mai sẽ đây mai thà cứ mai trong ấy côn lọ mai mình chế em là ham chỉ mùi côn tại mai mình đã lẹ bút ở với chỉ mùi côn lại côn kho mai thà kho côn trời mai thà trời rừng mồm na côn miếng mặt đài đồ hài trâu tay cào na côn chỉ vợ rồi bỏ côn nâu quen ngày na côn mình trâu bình chộp đầm nào chỉ vợ rồi bỏ côn trầm tay phần đằng tê nhiều việc chỉ vợ rồi bỏ côn trâu tay tổ mục chiến nịch tu bay chỉ trâu chlong cắt chụp liền rồi lột sầm một dạng nà có côn cùng cho chanh ở sọ côn ơi thầm mà đa tê chỉ vợ tay tay chụp ốp ở sải chẳng ai không biết lần nào kết phật bàn lại tại sầm khăn côn trâu tề rừng muôn đập bay chlong cắt vì mai chưa chạy thật côn ai phơi bàn côn rồi bọc mai bù cây na cứ côn bù cây to su bù pia đo sải bánh nhà cột già côn rồi bọc mai bù cây trôm cứ trôm đal ti bùng phật trôm đời phì rừng muôn côn trâu chui yong khôn ai ở phật bị phì on thật cả đo khmau ngừng ngấtในชีวิตนี้ở ban là côn trâu tề rừng muôn ở ban cột cồn đầm bay ban chỉ tì pưng sầmรับkhôn aiปลุกเมียนแดดนามันเนี่ยได้จิติเปิงโดประสาการอุปีโคลนไอลายโคลนโกนในให้ได้จิติเปิงโดสำคัญรบโกนบโกนตุนเฉรีตาแดดนาเกนังมกช่วยโกนบ้านนุปกหมายอาจิติเปิงรบโกนบานแต่เราไปได้ปกหมายเรามีชีวิตแต่ปนนกปกหมายมันอาจิติเปิงรบโกนรโหดบานลายไปลอดไปปกหมายเตอโกนเต้าแต่ปึงคลุนไอจุยคลุนไอปรังคลุนไอเติบชีวิตโกนบานพลือสว่างโกนกลมได้จำเปรย์สำนางหรือได้จำกาบอนสรอนโปรกาบอนสรอนหรือเปรย์สำนางเวียมันอาจการลางบานเตบาโกนมันสร้างเวียลางเตนุโกนจองบานพอลพลายพกาแต่โกนมันดำมันดกซาปรุปูดปีขังดำเตตาอ้อยเตาบ้านพลายปกามองไปหน้าเบ้ยังน้าบะโกนจ้องบ้านชีวิตมวยได้ละอประสาโตแต่โกนปรังปรายสร้างวีได้คลุนไอให้ดำใบสร้างชีวิตระบบโกนอ้อยละอประสาเตาบ้านพดำดำบงคือโกนเต้าแต่รังมวงปลุกพิบรังมวงเวคือจิกรึได้ช่วยตุบช่วยตรอยชีวิตโกนกุมอ้อยดูบานโดยชนะหายเติมมาแต่แต่ปรับโกนเชื่อเรื่อยๆถาโกนเต้าแต่รังมวงบาโกนรังมวงขมิ้นหนาหมกชิจวนชีวิตโกนบานลายแต่บาโกนตุนเฉยหายชีวิตโกนนังเต้าเกยเมืองนี้เหมือนแคน